ភាពខុសគ្នារវាង jouer និង jouer 2ជាភាសាខ្មែរយើងប្រើ jouer ជាមួយនឹងល្បែងលេងកីឡាឬក៏តួអង្គឧទាហរណ៍ Elle joue au tennis tous les samedis មានន័យថានាងលេង tennis ជារៀងរាល់ថ្ងៃសៅរ៍ឧទាហរណ៍មួយទៀត Nous jouons aux échecs après le dîner មានន័យថាពួកយើងលេងអុកបន្ទាប់ពីអាហារពេលល្ងាចបើតេតងទៅនឹងតួអង្គយើងអាចប្រើវាដើម្បីនិយាយពីការដើរតួឬការធ្វើពុតជាអ្វីមួយឬតួអង្គអ្វីមួយដោយពេលខ្លះបែបចង្អុលឡក់ឡើយឧទាហរណ៍ Elle joue à la victime comme tout sûr មានន័យថានាងដើរតួជាជនរងគ្រោះដូចរាល់ដងប្រយោគនេះចង់មានន័យថានាងតែងតែធ្វើពុតជាជនរងគ្រោះទោះបីជាពេលខ្លះនាងជាអ្នកបង្កហេតុក៏ដោយឧទាហរណ៍មួយទៀត Tu joues à la maman et moi je serai le bébé មានន័យថានាងដើរតួជាម៉ាក់ហើយខ្ញុំនឹងធ្វើជាកូនងាយឧទាហរណ៍មួយទៀត Tu joues à un jeu dangereux en révélant cela មានន័យថាអ្នកឯងកំពុងលេងល្បែងគ្រោះថ្នាក់ដោយការបកអាក្រាតទាំងនោះមានន័យថាអ្នកឯងកំពុងប្រថុយខ្លួនឬក៏ដាក់ខ្លួនឯងនៅក្នុងគ្រោះថ្នាក់ដោយការបកអាក្រាតឬក៏បង្ហាញព័ត៌មានដែលអ្នកឯងមិនគួរបង្ហាញបន្ទាប់ពីបានឃើញឧទាហរណ៍មិញអ្នកទាំងអស់គ្នាច្បាស់បានចាប់អារម្មណ៍ថាបន្ទាប់ពី préposition a យើងមាន article មួយចំណុចដែលវាអាចជា article défini ឬក៏ article indéfini ប៉ុន្តែមានល្បែងខ្លះៗដែលយើងអាចប្រើជាមួយនឹង jouer à ដោយគ្មាន article ឧទាហរណ៍ដូចជា jouer à cache-cache ដែលមានន័យថាលេងល្បែងបិទពួនឬក៏ jouer à chat ដែលមានន័យថាលេងល្បែងក្រពើលើកកនិងល្បែង jouer à coulant meilleur ដែលមានន័យថាលេងល្បែងរាវបង្កងចំណែក jouer 2យើងប្រើវាជាមួយឧបករណ៍តន្ត្រីលក្ខណៈសម្បត្តិរបស់មនុស្សឬអ្វីមួយដែលអាចជាប្រយោជន៍ឧទាហរណ៍ Il joue du piano depuis l'âge de 5 ans មានន័យថាគាត់បានលេង piano តាំងពីអាយុ5ឆ្នាំម្ល៉េះឧទាហរណ៍មួយទៀត Elle joue de la guitare classique មានន័យថានាងកំពុងលេងឬនាងចេះលេងហ្គីតាបុរាណបើទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់មនុស្សឬរបស់ដែលយើងអាចប្រើជាប្រយោជន៍យើងអាចប្រើ clear jouer 2ដើម្បីនិយាយថាយើងប្រើប្រាស់លក្ខណៈសម្បត្តិរបស់យើងដូចជាសម្រស់ភាពទាក់ទាញឬចំណេះដឹងឬអ្វីដែលយើងមានដើម្បីមានឥទ្ធិពលទៅលើនរណាម្នាក់ដើម្បីទាក់ទាញដើម្បីលងឬដើម្បីញ៉ាំចែកចង់មនុស្សម្នាក់នោះឬដើម្បីទទួលបានឬទាញយកផលិតផលអ្វីមួយជាដើមប្រកបដោយភាពស្ទាត់ជំនាញឬភាពពូកែឧទាហរណ៍ Il joue de son charme pour obtenir ce qu'il veut មានន័យថាគាត់ប្រើភាពទាក់ទាញឬក៏មន្តស្នេហ៍របស់គាត់ដើម្បីទទួលបានអ្វីដែលគាត់ចង់បានឧទាហរណ៍មួយទៀត Elle joue de son réseau pour obtenir des opportunités មានន័យថានាងប្រើប្រាស់បណ្ដាញរបស់នាងដើម្បីទទួលបាននូវឱកាសផ្សេងៗឬក៏ជាច្រើន